Hello kids សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយទេបងប្អូននឹកម៉ាមីអត់ is another week ហើយពួកយើង back on again អាទិត្យនឹងបងប្អូនហើយទាំងអស់គ្នាឈឺបដាសាយបងប្អូនអញ្ចឹងអត់បានទៅឆ្ងាយហើយឈឺក anyway បងប្អូនបាច់ទៅឆ្ងាយទេបងប្អូនគឺថ្ងៃហ្នឹងគឺយើងទៅនៅក្រោយភ្នំផ្ទះខ្ញុំបងប្អូនប្រវែងបងប្អូនមកមើលទេសភាពនៅក្រោយផ្ទះនៅ Kalamanda and Kamo area បងប្អូនហើយដល់មើលចុះឡើងបងប្អូនអានេះដូចយើងទៅជិះតាមខេត្តហ្នឹងបងប្អូនពេលមើលទៅឃើញទេសភាពមើលនេះដាច់ភ្នែកឃើញតែ farm ខាងស្វែងខាងស្ដាំហើយនេះកន្លែង farm មួយដែលយើងទៅបងប្អូនពេលចូលមើលទៅគឺឃើញស្អាតហើយពេលទិញសបុតទៅបងប្អូនគឺ$10សម្រាប់មនុស្សធំក្មេងៗគឺអត់យកលុយទេហើយមើលយាយគាត់សប្បាយใจខ្វះកបងប្អូនអើយគាត់ទៅចូលភ្លាមចង់បេះស្វែងស្ដាំមិនដឹងទូចធំអីទេគឺឃើញសប្បាយបងប្អូនហើយឃើញចឹងបងប្អូនគឺស្រួយហើយឆ្ងាញ់ផ្អែមដូចទឹកខ្មុំចឹងបងប្អូនហើយមនុស្សទៅច្រើនគ្នាបងប្អូនបើនិយាយទៅអាហ្នឹងគឺបេះបងប្អូនចង់យកម៉ូតអាទុនជ្រីរឹងម៉ូតតាមបងប្អូនចង់គឺបេះទៅមួយសេរីហើយ1គីឡូគឺគេយក$10បងប្អូន$10អូស្ត្រាលីបើនិយាយទៅប្រហែល5រៀលអូ$6ជាងអីបងប្អូនហើយមើលគ្រប់កន្លែងបងប្អូនគឺឃើញត្រឡប់គ្រប់កន្លែងហើយដើមឈើគេគឺស្អាតមែនទែនហើយនេះយើងបានបេះបាន8គីឡូបងប្អូនអើយចែកមិត្តភ័ក្តិញាតិម៉ួយអីចឹងណាបងប្អូនរបស់ថ្មីថ្មោងអីចឹងហើយនឹងមានជាមួយគ្រាប់កៅឡាក់ផងបងប្អូនអានេះថ្មីហើយបងប្អូនដែលឃើញគេបេះអត់ហើយអានេះបានជាមួយឃ្មុំដែលថាថ្មីទៀតហើយនេះ$20បងប្អូនហ្នឹងហើយបើយើងទិញផ្លែឈើលើភ្នំចឹងបងប្អូនគឺវាបាននៅយូរហើយស្រស់ហើយយើងបេះខ្លួនឯងវាឆ្ងាញ់ជាងបងប្អូនហើយវាតាមរដូវតាមយើងបេះគ្រប់ម៉ូតហ្នឹងតាមរដូវគេចឹងណាគេមានគ្រប់ម៉ូតដែលយើងចង់ផ្លែមាន strawberry avocado plum nectarine ហើយក្រៅពីហ្នឹងបងប្អូនទាំងអស់គ្នាគឺពួកយើងទៅទិញម្ហូបអាហារអីហ្នឹងមកអង្គុយ picnic មើលទេសភាពជាមួយទាហើយនឹងលេងនៅ park ឲ្យក្មេងៗឲ្យវាស្រស់ស្រាយកុំឲ្យនៅទៅផ្ទះពេកបងប្អូនហើយនៅកន្លែងហ្នឹងគឺឃើញស្អាតមកបងប្អូនដូចកាណាដាអញ្ចឹងពេលមើលស្លឹកឈើហើយមើលខ្ញែកតែគេសប្បាយใจគេជាមួយវាលៀមហើយបើនិយាយទៅគឺអូច្រើនមនុស្សបងប្អូនanyway បងប្អូននេះជាមួយផលិតផលដែលយើងមានក្នុង Gleaming WA យើងមាន4ប្រភេទដូចជា Picky Eater យើងមាន Multivitamin Sleep Tight ហើយនិង Apple Cider Picky Eater សម្រាប់ក្មេងដែលរើសអាហារ2គ្រាប់ក្នុងមួយថ្ងៃអត់មានថែមស្ករអត់មានថែមល័ក្ខបងប្អូនហើយគឺឈ្ងុយឆ្ងាញ់គឺងាយនឹងញ៉ាំហើយតាពីបងប្អូនចម្រាញ់ពីផ្លែឈើ100%បូកជាមួយវីតាមីនដែលជួយបំប៉នដល់ឆ្អឹងភ្នែកខួរក្បាលហើយនឹងចំណង់អាហារបងប្អូនហើយអានេះគឺ multi vitamin សម្រាប់ក្មេងអាយុ2ឆ្នាំឡើងលើដែលថាតាពីបានបងប្អូនគឺតាពីគ្រាប់ក្នុងភ្លេចជាមួយ sleep type បងប្អូនសម្រាប់កុមារដែលពិបាកគេងគ្រាន់តែតាពី1-2គ្រាប់កន្លះម៉ោងមុនចង់ប្រើបងប្អូនផ្អែមឈ្ងុយឆ្ងាញ់មានប៉ះពាល់ដល់សុខភាពទៀងម៉ោងរយប់កុំភ្លេច follow ជាមួយ YouTube Facebook and TikTok សូមអរគុណបងប្អូនម៉ាក់